ตุផលអ្វីដែលខ្ញុំបានចំណាយពេលរហូតដល់12ឆ្នាំដើម្បីធ្វើការសិក្សាស្រាវជ្រាវនិពន្ធសៀវភៅអរិយប្រទេសនេះតាមពិតទៅគោលដៅដំបូងរបស់ខ្ញុំកាលពីខ្ញុំនៅក្មេងគឺមិនមែនចង់និពន្ធសៀវភៅអរិយប្រទេសនេះទេអ្វីដែលខ្ញុំចង់នោះគឺនិពន្ធភាពយន្តតាំងតែពីខ្ញុំអាយុ9ឆ្នាំរហូតមកដល់ខ្ញុំអាយុ20ឆ្នាំជាង24ឆ្នាំជាងទើបខ្ញុំក្លាយទៅជាអ្នកនិពន្ធភាពយន្តពិតប្រាកដនៅក្នុងអង្គការមួយអង្គការក្រៅរដ្ឋាភិបាលបើគិតទៅខ្ញុំប្រើពេលរហូតទៅដល់15ឆ្នាំទើបក្លាយទៅជាអ្នកនិពន្ធភាពយន្តប៉ុន្តែមកដល់ក្នុងឆ្នាំ2012ខ្ញុំបែរជាមានគោលដៅមួយទៀតគឺចង់និពន្ធសៀវភៅអរិយប្រទេសតើមានហេតុផលអ្វីទៅដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរចិត្តសុខចិត្តបោះបង់ការងារជាអ្នកនិពន្ធភាពយន្តបោះបង់ការងារជាអ្នកដឹកនាំធ្វើជា producer ភាពយន្តចោលដែលអាចរកប្រាក់កម្រៃបានច្រើនគួរសមដែរប្រាក់កម្រៃរបស់ខ្ញុំពេលហ្នឹងបើធៀបជាមួយនឹងស្រុកយើងអាចនិយាយថារស់បានស្រួលមិនពិបាកទេប៉ុន្តែហេតុអីបានជាខ្ញុំសុខចិត្តបោះបង់ពេលវេលាដើម្បីរកប្រាក់កាសចោលមកធ្វើការនិពន្ធស្រាវជ្រាវនិពន្ធសៀវភៅអរិយប្រទេសនេះសៀវភៅនេះគឺប្រើពេល11ឆ្នាំនៅក្នុងការស្រាវជ្រាវហើយប្រើពេល1ឆ្នាំទៀតនៅក្នុងការនិពន្ធដូច្នេះគឺប្រើពេល12ឆ្នាំទាំងការនិពន្ធទាំងការស្រាវជ្រាវទើបអាចចងក្រងចេញទៅជាសៀវភៅនេះឡើងតើវាមានសារៈសំខាន់អ្វីទៅតើវាសំខាន់ជាងលុយកាក់មាសប្រាក់ទ្រព្យសម្បត្តិការងាររកស៊ីទៀតមែនទេបានជាខ្ញុំហ៊ានលះបង់ពេលវេលាដើម្បីមកកសាងសៀវភៅនេះឡើងគឺជាការពិតណាស់ក្រោយពេលដែលខ្ញុំក្លាយទៅជាអ្នកនិពន្ធភាពយន្តនៅក្នុងឆ្នាំ2012គោលដៅរបស់ខ្ញុំជាអ្នកនិពន្ធភាពយន្តដ៏ខ្លាំងពូកែដូច្នេះហើយខ្ញុំត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីចំណុចផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងភាពយន្តហើយចំណុចនោះក៏យើងបានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្ររបស់ខ្មែរដែរប្រវត្តិសាស្ត្ររបស់ខ្មែរទាំង11សម័យកាលមានសម័យកាលរុងរឿងហើយនិងសម័យកាលមហន្តរាយដល់ពេលយើងធ្វើការសិក្សាគ្រប់ជ្រុងជ្រោយទៅយើងដឹងថាទ្រព្យសម្បត្តិដែលយើងមានយើងคล้ายទៅជាសេដ្ឋីយើងคล้ายទៅជាអុកញ៉ាទោះបីជាយើងមានឡានមានវិឡាមានសន្តាគាររស់នៅសុខសាន្តស្កឹមស្កាយយ៉ាងណាក៏ដោយក៏យើងមិនអាចធានាភាពសុខសាន្តយើងបាន 100% ដែរជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរយើងពុទ្ធប្រមាថានៅក្នុងសម័យសង្គមរាស្ត្រនិយមយើងសុខសាន្តកំពុងតែសុខសាន្តស្រាប់តែមានបញ្ហាមួយកើតឡើងពឹបមហន្តរាយក្រឡាប់ចាក់មួយរំពេចដូច្នេះមានន័យថាម៉េចមានន័យថាដើម្បីភាពសុខសាន្តពិតប្រាកដយើងអាចរស់នៅសុខសាន្តពិតប្រាកដលុះត្រាតែអាណាចក្រយើងសុខសាន្តអាណាចក្រសុខសាន្តមានន័យថាប្រទេសជាតិសុខសាន្តហើយដើម្បីឲ្យប្រទេសជាតិយើងសុខសាន្តពិតប្រាកដតើយើងត្រូវធ្វើដូចម្តេចយោងតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ12ឆ្នាំមកនេះគឺរកឃើញថាដើម្បីយើងអាចសុខសាន្តទៅបានលុះត្រាតែយើងពឹងផ្អែកទៅលើខ្លួនឯងជាមូលដ្ឋានដោយជាគាថារបស់ព្រះពុទ្ធបានប្រាប់ថាអត្តាហៈអត្តណោនាថោមានន័យថាខ្លួនយើងជាម្ចាស់ជីវិតលើខ្លួនយើងគឺមិនត្រូវប្រកល់ជោគវាសនាទៅឲ្យនរណាផ្សេងឡើយប្រទេសជាតិក៏ដូចគ្នាដែរដើម្បីធានាបានប្រទេសជាតិសុខសាន្តពិតប្រាកដលុះត្រាតែពលរដ្ឋពឹងផ្អែកទៅលើខ្លួនឯងជាមូលដ្ឋានរឿងពឹងផ្អែកទៅលើមេដឹកនាំគឺជារឿងមួយប៉ុន្តែពឹងផ្អែកទៅលើខ្លួនឯងគឺជារឿងសំខាន់បំផុតបងប្អូនមានដឹងទេនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរយើងទាំង11សម័យកាលភាគច្រើនគឺយើងពឹងផ្អែកទៅលើជោគវាសនារបស់មេដឹកនាំជាអ្នកដឹកនាំនៅពេលដែលមេដឹកនាំដើរខុសគឺពលរដ្ឋតែងតែស្លាប់ឧបមាថាសម័យលន់នល់ដើរខុសមួយជំហានគ្រោះថ្នាក់យ៉ាងម៉េចសម័យខ្មែរក្រហមដើរខុសមួយជំហានតើគ្រោះថ្នាក់យ៉ាងម៉េចដូច្នេះនៅក្នុងសម័យវិទ្យាសាស្ត្រសម័យទំនើបគឺប្រទេសជាតិជារបស់ពលរដ្ឋ Democracy not dictator Democracy គឺពលរដ្ឋជាម្ចាស់ប្រទេស Democracy គឺជារបបប្រជាធិបតេយ្យមិនមែន dictator ទេ dictator គឺជារបបផ្ដាច់ការបើរបបផ្ដាច់ការនោះជោគវាសនាប្រទេសគឺមេដឹកនាំជាអ្នកសម្រេចតែម្នាក់ឯងប៉ុន្តែនៅក្នុងរបបប្រជាធិបតេយ្យគឺពលរដ្ឋជាម្ចាស់ដូច្នេះពលរដ្ឋមានសិទ្ធិក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិតើយើងសម្រេចជោគវាសនារបស់ប្រទេសជាតិដោយរបៀបម៉េចគឺនៅក្នុងសៀវភៅអរិយប្រទេសនេះមានចងក្រងយ៉ាងលម្អិតគ្រប់ជ្រុងជ្រោយ
គឺមានចងក្រងទាំងអំពីប្រព័ន្ធក្លឹមមានចងក្រងទាំងអំពីអរិយធម៌ខ្លាំងក្លាមានចងក្រងទាំងអំពីរបបគ្រប់គ្រងប្រទេសមានទាំងនិយាយអំពីមេដឹកនាំប្រទេសនិងនិយាយអំពីពលរដ្ឋខ្លាំងក្លាដូច្នេះអ្វីដែលយើងត្រូវដឹងអ្វីដែលយើងត្រូវសិក្សានោះគឺពាក់ព័ន្ធជាមួយនឹងជំពូកសំខាន់ទាំង5នេះហើយជំពូកសំខាន់ទាំង5ហ្នឹងវាជួយឲ្យយើងคลายទៅជាពលរដ្ឋយ៉ាងពិតប្រាកដคลายទៅជាម្ចាស់ប្រទេសជាតិយ៉ាងពិតប្រាកដយើងគឺជាអ្នកសម្រេចជោគវាសនាខ្លួនយើងដោយខ្លួនយើងគឺយើងធ្វើទៅតាមតួនាទីទៅតាមសិទ្ធិក្នុងភាពជាពលរដ្ឋរបស់យើងមិនមែនទៅសម្រេចកិច្ចការតួនាទីដែលហួសអំពីតួនាទីភាពជាពលរដ្ឋទេអញ្ចឹងត្រង់នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងហេតុអ្វីទៅបានយើងត្រូវតែចូលរួមបានយើងត្រូវតែដឹងបានយើងត្រូវតែរៀនត្រូវតែយល់អំពីតួនាទីភាពជាពលរដ្ឋរបស់យើងនៅក្នុងកិច្ចការប្រទេសជាតិព្រោះដោយដែលខ្ញុំបានលើកឡើងអញ្ចឹងភាពសុខសាន្តរបស់មនុស្សយើងវាមិនមែនពឹងផ្អែកទៅលើតែទ្រព្យសម្បត្តិទៅលើតែមាសកាក់លុយឡានសន្តាគារវិឡាស្ដុកស្ដំនោះទេមានឯកឋានទ្វេឋានត្រៃឋានចតុឋានហើយនឹងបញ្ចដ្ឋានអញ្ចឹងវាត្រូវការធាតុផ្សំជាច្រើនដល់ពេលយើងរួមផ្សំទៅដើម្បីយើងបានសុខសាន្តគឺវាមានមូលដ្ឋានមួយដ៏សំខាន់បំផុតនោះគឺអាណាចក្រសុខសាន្តហើយអាណាចក្រអាចធានាបាននៅភាពសុខសាន្តពិតប្រាកដលុះត្រាតែពលរដ្ឋទាំងអស់ជាអ្នកចូលរួមទៅតាមតួនាទីក្នុងនាមយើងជាពលរដ្ឋមិនមែនចេះតែចូលរួមខុសតួនាទីទេយើងចូលរួមទៅតាមតួនាទីយើងអញ្ចឹងសូមបងប្អូនជាវសិភៅនេះយកទៅអានយកទៅមើលដើម្បីកសាងនៅមូលដ្ឋានសុខសាន្តរបស់យើងទាំងអស់គ្នាព្រោះអាណាចក្រសុខសាន្តវាធ្វើឲ្យយើងសុខសាន្តទាំងអស់គ្នាវាមិនមែនសុខសាន្តតែបុគ្គលម្នាក់ពីរនាក់ទេគឺវាសុខសាន្តទាំងអស់គ្នាហើយកិច្ចការទាំងអស់នេះវាអាចធ្វើទៅបានលុះត្រាតែពលរដ្ឋយើងយល់អំពីអត្ថន័យនៃពាក្យថាពលរដ្ឋយល់អំពីតួនាទីយល់អំពីសិទ្ធិយល់អំពីកាតព្វកិច្ចរបស់យើងនៅក្នុងកិច្ចការប្រទេសជាតិគ្មានបុគ្គលណាមួយមានសិទ្ធិមិនឲ្យយើងធ្វើកិច្ចការប្រទេសជាតិទេព្រោះយើងជាពលរដ្ឋជាម្ចាស់ប្រទេសជាតិរបប Democracy របបប្រជាធិបតេយ្យគឺពលរដ្ឋជាម្ចាស់ប្រទេសជាតិបុគ្គលណាមិនឲ្យយើងនិយាយរឿងកិច្ចការប្រទេសជាតិបុគ្គលនោះកំពុងតែរំលោភសិទ្ធិជាពលរដ្ឋយើងបុគ្គលនោះកំពុងតែរំលោភច្បាប់ធម្មនុញ្ញបុគ្គលនោះកំពុងតែរំលោភភាពជាមនុស្សរបស់យើងដូច្នេះក្នុងនាមយើងជាពលរដ្ឋគឺយើងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការសិក្សាស្រាវជ្រាវស្វែងយល់និងធ្វើកិច្ចការប្រទេសជាតិទៅតាមតួនាទីយើងជាពលរដ្ឋសៀវភៅអរិយប្រទេសគឺជារូបមន្តនិងមាគ៌ាយ៉ាងសំខាន់បំផុតសម្រាប់ជាប្រទីបបើកផ្លូវឲ្យយើងទាំងអស់គ្នាចូលរួមនៅក្នុងកិច្ចការប្រទេសជាតិកសាងជោគវាសនាខ្លួនយើងតាមមាគ៌ារបស់ព្រះពុទ្ធថាអត្តាហេអត្តនោនាថោបើយើងចង់សុខសាន្តពិតប្រាកដលុះត្រាតែយើងជាម្ចាស់ជីវិតលើខ្លួនយើងបើយើងចង់ឲ្យប្រទេសជាតិផ្ដល់ផលប្រយោជន៍ឲ្យយើងលុះត្រាតែយើងជាម្ចាស់របស់ប្រទេសជាតិលុះត្រាតែយើងជាអ្នកសម្រេចជោគវាសនាប្រទេសជាតិដូច្នេះហើយសៀវភៅអរិយប្រទេសគឺមានសារៈសំខាន់ខ្លាំងណាស់ជាវយកទៅអានទៅត្រឹមតែ$36ទេមិនថ្លៃទេ$36នេះវាបដូរជាមួយនឹងឧត្តមភាពជាពលរដ្ឋវាអាចផ្លាស់ប្ដូរជោគវាសនារបស់បងប្អូនឲ្យคล้ายទៅជាមនុស្សថ្មីមួយដែលខុសប្លែកអំពីមុនគឺជាមនុស្សដែលមានឧត្តមភាពយ៉ាងពិតប្រាកដដូច្នេះចំណាយត្រឹមតែ$36ដើម្បីភាពសុខសាន្តនៃអាណាចក្ររបស់យើង